ឯកឧត្តមអ៊ុនចិន្តាដាក់ផែនការបឋមធ្វើផ្លូវដែកខូចខាតក្នុងក្រុងកំពង់ចាមប្រវែង10គីឡូម៉ែត្រឲ្យរួចរាល់នៅចុងឆ្នាំ2025ឯកឧត្តមអ៊ុនចិន្តាជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថារដ្ឋបាលខេត្តនិងក្រសួងសាធារណការនិងដឹកជញ្ជូនបានឯកភាពគ្នារួចរាល់ជាផែនការបឋមត្រូវជួសជុលផ្លូវដែលខូចខាតក្នុងក្រុងកំពង់ចាមឡើងវិញដោយពិនិត្យមើលទៅលើស្ថានភាពផ្លូវប្រសិនបើផ្លូវកន្លែងណាខូចតិចតួចត្រូវជួសជុលឲ្យស្អាតវិញប្រសិនបើផ្លូវកន្លែងដែលខូចខាតទាំងស្រុងត្រូវធ្វើផ្លូវថ្មីវិញតែម្ដងក្នុងរង្វង់ប្រវែងប្រមាណជាង10គីឡូម៉ែត្រដោយជំរុញធ្វើឲ្យលឿនរួចរាល់នៅចុងឆ្នាំ2025នេះឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី12អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមក្រមអធិបតីភាពឯកឧត្តម ខុត ផនប្រធានក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2025នៅសាលប្រជុំសាលាខេត្តកំពង់ចាមជាមួយគ្នានោះដែរឯកឧត្តមអ៊ុនចិន្តាក៏បានបញ្ជាក់ថាគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងកំពង់ចាមបច្ចុប្បន្នសម្រេចបានប្រមាណ 78% ហើយដូច្នេះសូមការយោគយល់អព្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងប្រកបអាជីវកម្មក្នុងក្រុងកំពង់ចាមចំពោះការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងកំពង់ចាមព្រោះជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើមដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វើយ៉ាងណាដើម្បីពន្លឿនការងារមួយនេះឲ្យលឿនតាមការគ្រោងទុកដើម្បីផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅក៏ដូចជាការប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាមផងដែរ